មិនហើយលោកតកែព្រមអោយទេប្រកាសជាព្រមហើយប៉ុន្តែឯងព្រមផ្តិតមេដៃលើក្រដាស់នេះសិនក្រដាស់អីទៅហេតុអីចាំផ្តិតមេដៃដែរក្រដាស់នេះជាកិច្ចសន្យាជំពាក់លុយនឹងណាយើងយល់ដល់លោកទេដែលធ្លាប់រកស៊ីជាមួយគ្នាកុំអីខ្ញុំមិនព្រមទេអញ្ចឹងធ្វើកិច្ចសន្យាមកបាទលោកតកែសូមជូនរឿងទីសកោបេះដូងនិពន្ធនឹងផលិតដោយកញ្ញាសុខាពេលនេះលុយក៏អស់លុយលក់បានក៏អស់ទៀតលុយសន្សំក៏គ្មានសល់ឲ្យខ្ញុំរំពឹងអីទៀតខ្ញុំមិនគូណាជឿឯងទេតើយើងមានមុខឯណាទៅជួបប្រពន្ធកូនយើងនោះឯងកុំពិបាកចិត្តអីលុយក៏រកបានទៀតដែរតើឲ្យតែឯងប្រឹងធ្វើការប្រកាសជាបានសម្រេចយើងសុំទោសផងដែលយើងនាំឯងទៅធ្វើបែបនេះតែក៏សប្បាយមួយយ៉ាងដែរបើយើងមានលុយទៀតយើងនឹងទៅម្ដងទៀតយើងមិនជឿថាយើងចាញ់រហូតនោះទេយើងមិនទៅទៀតទេយើងឈប់ទៅហើយយើងមកទីនេះដើម្បីរកប្រាក់សងអំណុលគេបើយើងគ្មានប្រាក់សងគេនោះទេគេប្រកាសជារឹបអូសផ្ទះយើងហើយពេលនោះតើយើងទៅនៅឯណាទៅបានហើយកុំនិយាយច្រើនអីថ្ងៃស្អែកនេះខ្ញុំនឹងទៅនិយាយជាមួយគេដើម្បីយកក្រណាត់មកលក់បន្តទៀតបើឯងគ្មានលុយជំពាក់គេក៏បានដែរយើងទុកចិត្តឯងមិនមិនបានទៅសូម្បីតែប្រាក់មួយសេនក៏គ្មានផងឲ្យយើងជឿឯងមិនទៅឯងស្គាល់យើងយូរណាស់មកហើយឯងក៏ដឹងដែរយើងសុំទោសឯងពិតមែនថ្ងៃក្រោយយើងឈប់នាំឯងទៅទៀតហើយសប្បាយចិត្តចុះលោកថាកែតើខ្ញុំសុំជំពាក់បានទេព្រោះពេលនេះខ្ញុំខ្វះខាតខ្លាំងណាស់លុយមួយចំនួនដែលខ្ញុំរកបាននោះខ្ញុំឲ្យគ្រូសាខ្ញុំអស់ហើយខ្ញុំសុំជំពាក់មួយអាទិត្យបានទេចុះបើមួយអាទិត្យមិនព្រមសងឲ្យខ្ញុំធ្វើយ៉ាងម៉េចបើមួយអាទិត្យខ្ញុំមិនព្រមសងលោកថកែទេយកពីអមរៈនោះគេជាអ្នកធានាសងបើលោកថកែមិនជឿខ្ញុំទេធ្វើកិច្ចសន្យាជូនក៏បានដែរបានយល់ព្រមយើងយល់ដល់លោកទេដែលធ្លាប់រកស៊ីជាមួយគ្នាកុំអីខ្ញុំមិនព្រមទេអញ្ចឹងធ្វើកិច្ចសន្យាមកបាទលោកតកែយ៉ាងមិនហើយលោកតកែព្រមអោយទេប្រកាសជាព្រមហើយប៉ុន្តែឯងព្រមផ្តិតមេដៃលើក្រដាស់នេះសិនក្រដាស់អីទៅហេតុអីចាំផ្តិតមេដៃដែរក្រដាស់នេះជាកិច្ចសន្យាជំពាក់លុយនឹងណាបើមួយអាទិត្យមិនព្រមសងទេនោះលោកថកែនឹងធ្វើតាមច្បាប់ហើយបើមួយអាទិត្យយើងគ្មានលុយទៅសងគេទេនោះយើងប្រកាសជាជប់គុកហើយយើងមិនលេងចូលទេកុំបារម្ភអីយើងធានាពិតជាគ្មានរឿងអីកើតឡើងទេតោះយើងទៅផ្ទះវិញពួកគេទាំងពីរនាក់ក៏បានទៅជួញដូរក្រណាត់ដូចសពដង3ថ្ងៃក្រោយមកពូឆយក៏បានដឹងរឿងអាថ័ន្តវាបោកប្រាស់ខ្ចីលុយលោកថកែច្រើនណាស់ថាជាឈ្មោះពូឆយទាំងអស់ពេលដល់ថ្ងៃកំណត់បានមកដល់លោកថកែក៏បានមកយកប្រាក់ពីពូឆយចំណែកអាថ័ន្តវិញក៏បានកិច្ចខ្លួនបាត់ទៅទុកឲ្យពូឆយរងជំនួសទាំងអស់ពូឆយក៏គ្មានប្រាក់សងថកែក៏បានចាប់ពូឆយទៅដាក់ទោសតាមច្បាប់